ស្តីអ្នកទាំងអស់គ្នាបន្ទាប់ពីចប់ព្រឹត្តិការណ៍ UEFA Champions League នៅប្រហែលថ្ងៃខាងមុខនេះនឹងមានព្រឹត្តិការណ៍មួយទៀតចាប់ផ្ដើមនៅក្នុងកំឡុងខែមិថុនានិងខែកក្កដានៅក្នុងឆ្នាំ2025នេះគឺព្រឹត្តិការណ៍ FIFA Club World Cup ហើយព្រឹត្តិការណ៍នេះគឺអត់មានជារៀងរាល់ឆ្នាំទេគឺមានរយៈពេល4ឆ្នាំទៅលេងម្ដងដូចជា World Cup ដែរប៉ុន្តែនេះគឺ club មិនមែនជាប្រទេសទេហើយព្រឹត្តិការណ៍មួយនេះគឺជាព្រឹត្តិការណ៍ដ៏ធំហើយបានជាខ្ញុំនិយាយថាដ៏ធំទី1គឺពានរង្វាន់វាច្រើនជាង UEFA Champions League រហូតដល់ទៅ100លានមានន័យថា125លានសម្រាប់អ្នកជើងឯកហើយផលទី2គឺដោយសារតែ Club World Cup នេះគឺជាពានរង្វាន់មួយប្រមូលផ្ដុំទៅដោយអ្នកខ្លាំងមកពី ទ្វីបទាំង6តែម្ដងមានន័យថា club ដែលធ្លាប់ឈ្នះពានរង្វាន់ប្រចាំទ្វីបទាំង6គឺនឹងត្រូវចូលរួមដូចជាប្រកួតដើម្បីបញ្ជាក់ថាអ្នកណាគឺជា club ដែលខ្លាំងជាងគេបំផុតនៅក្នុងពិភពលោកនេះតែម្ដងអញ្ចឹងសម្រាប់ក្រុមដែលមានសិទ្ធិចូលរួមនៅក្នុងពានរង្វាន់ FIFA Club World Cup នេះគឺគេបែងចែកជា3ប្រភេទទី1គឺជាក្រុមដែលធ្លាប់ឈ្នះជើងឯកប្រចាំទ្វីបដូចជាក្របខ័ណ្ឌ UEFA Champions League ដូចជាក្របខ័ណ្ឌ CONCACAF Champions Cup របស់អាមេរិកខាងជើង Copa Libertadores របស់ South America មានន័យថាអាមេរិកខាងត្បូងCAF Champions League របស់អាហ្វ្រិក AFC Champions League របស់អាស៊ីOFC Champions League របស់អូសៀអាណាហើយប្រភេទទី2គឺជាក្រុមដែលត្រូវបានគេគណនាតាមគណិតវិទ្យាដែលមាន ranking ខ្ពស់មានន័យថាជា club ដែលល្អប្រចាំ league នឹងត្រូវបញ្ចូលអូតូម៉ាទិកទៅក្នុងប្រភេទទី2សម្រាប់ក្រុមដែលចូលរួមនៅក្នុងពានរង្វាន់នេះហើយប្រភេទទី3គឺជាក្រុមម្ចាស់ផ្ទះគឺមានតែក្រុមទេគឺក្រុម Inter Miami របស់អាមេរិកតែម្ដងដោយសារតែពានរង្វាន់មួយនេះគឺធ្វើឡើងនៅក្នុងប្រទេសអាមេរិកអញ្ចឹងត្រូវមានក្រុមតំណាងម្ចាស់ផ្ទះមួយក្រុមហើយក្រុមតំណាងម្ចាស់ផ្ទះគឺជាក្រុម Inter Miami តែម្ដងអញ្ចឹង format ក្នុងការលេងនៅក្នុងពានរង្វាន់ FIFA Club World Cup នេះគឺជាក្របខ័ណ្ឌស្តៀងទៅនឹងUEFA Champions League ដែរប៉ុន្តែវាមិនសូវរញ៉េរញ៉ៃដូច UEFA Champions League ទេយ៉ាងនិយាយបានថាជា format របស់ UEFA Champions League កាលពីមុនអញ្ចឹង32ក្រុមលេងវគ្គជម្រុះក្នុងពូលហើយទើបឡើងទៅដល់វគ្គ16ក្រុមចុងក្រោយហើយក្នុងវគ្គ16ក្រុមចុងក្រោយនោះគឺលេងតែមួយជើងទេមានន័យថា knock out stage តែម្ដងគឺចាប់ពីវគ្គ16ក្រុមរហូតដល់ final អញ្ចឹងក្លឹបដែលធ្លាប់គ្រងជើងឯកនៅពានរង្វាន់មួយនេះច្រើនជាងគេគឺ Real Madrid តែម្ដងអញ្ចឹង Real Madrid ធ្លាប់គ្រងជើងឯកពានរង្វាន់មួយនេះរហូតដល់ទៅ5ដងឯណោះហើយបន្ទាប់មកមាន Barcelona, Bayern Munich, Liverpool, Corinthians និង Chelsea ជាដើមអញ្ចឹងចាំមើលថាតើនៅក្នុងព្រឹត្តិការណ៍2025នេះក្លឹបមួយណាដែលជាអ្នកគ្រងជើងឯកជាក្លឹបដែលល្អជាងគេបំផុតនៅក្នុងពិភពលោកចាំមើលទាំងអស់គ្នាបើអ្នកទាំងអស់គ្នាដឹងអាចជួយ comment នៅក្នុងក្រោមនេះផង